ឆ្នាំ2026នេះឃើញថា AI ពិតជាមាននៅឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិស័យផ្សេងៗជាពិសេសគឺវិស័យ development អញ្ចឹង AI គឺវាមានឥទ្ធិពលនៅក្នុងការជួយឲ្យការងារនៅក្នុងស្ថាប័ននីមួយៗវាធ្វើដំណើរការបានលឿនជាងមុនអញ្ចឹងដោយសារតែមាន AI ដែលអាចជួយពួក developer បានធ្វើឲ្យក្រុមហ៊ុនខ្លះគាត់កាត់បន្ថយនៅចំនួនឬក៏បរិមាណរបស់ employee ប៉ុន្តែ AI វាមិន replace employee ទេប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវចេះអដាប់ខ្លួនទៅតាមបរិបទនៅក្នុងសង្គមដូចសប្តាហ៍ថ្ងៃ AI វាចូលមកក្នុងសង្គមយើងថាតើយើងគួរតែមានវិធានការបែបណាដើម្បីកុំឲ្យការងាររបស់យើងត្រូវបាត់បង់ដូច្នេះហើយនេះជា reason មួយដែលខ្ញុំជ្រើសរើសយកវិស័យ AI engineer ដើម្បីធ្វើជាមុខរបរជា skill របស់ខ្ញុំអញ្ចឹងខ្ញុំបានចាប់ផ្ដើមរៀននៅ skill AI រហូតតាំងពីពាក់កណ្ដាលឆ្នាំ2025រហូតដល់មកដល់ឥឡូវនេះខ្ញុំខ្លាចជា AI engineer ម្នាក់ដែលអាចស្វែងយល់ពី AI ខ្លះនិងអាច integrate AI ចូលទៅក្នុង software ផងដែរអញ្ចឹងថ្ងៃនេះខ្ញុំមាន AI មួយចង់មកបង្ហាញប្រាប់ដល់អ្នកទាំងអស់គ្នាថាតើវាមានលក្ខណៈបែបម៉េចវាធ្វើអីបានខ្លះអញ្ចឹងខ្ញុំសូមrun project ហ្នឹងទៅអញ្ចឹងនេះគឺ AI ដែលខ្ញុំបាន build វាជា agentic AI មួយដែលវាធ្វើការដូចជា AI cloud ដែរប៉ុន្តែវាមានលក្ខណៈអត់សូវល្អពេញលេញទេដោយសារតែ UI ដែលវា run មកនោះគឺខ្ញុំអត់ទាន់បានធ្វើឲ្យវាស្អាតទេអញ្ចឹងហើយវាមានលក្ខណៈក៏ក្រិចមែនតើប៉ុន្តែអ្វីដែលសំខាន់គឺអំពីថាតើវាអាចធ្វើបានខ្លះអញ្ចឹងជាដំបូងខ្ញុំសូមសរសេរ hi ទៅវាមួយសិនដើម្បីចង់ដឹងថាតើវា respond យ៉ាងម៉េចនេះអញ្ចឹងវា respond hi how can I help you today នេះគឺជា AI វាមិនត្រឹមតែជួយយើងនៅក្នុងការ respond ដូចជា chat bot របស់ chat GPT ទេប៉ុន្តែវាក៏មានវាក៏អាច interact មានន័យថាអាច run PowerShell comment អាចធ្វើការសរសេរ code នៅក្នុង computer របស់យើងមកដូច្នេះហើយតោះឥឡូវខ្ញុំចង់ឲ្យវាទៅធ្វើអីមួយនៅក្នុង computer របស់ខ្ញុំឥឡូវខ្ញុំចង់ឲ្យវាទៅ discover អំពី project ឬក៏ folder ទាំងអស់នៅលើ desktop របស់ខ្ញុំយ៉ាងខ្ញុំអាច say please discover all folder in my desktop alright ចឹងវានឹងទៅ run comment ខ្លះដើម្បីចាប់យកនៅfolder ទាំងអស់នៅលើ desktop របស់ខ្ញុំអញ្ចឹងនេះគឺជា folder មានដូចជា beam line get order portfolio project study ជាដើមអញ្ចឹងបើសិនជាខ្ញុំទៅមើលនៅក្នុងនេះទៅឃើញថាអូខេមានមែនវាមានទាំងអស់ហ្នឹងហើយបើសិនជាខ្ញុំចង់ឲ្យវាធ្វើអីមួយឥឡូវខ្ញុំចង់ឲ្យវា review folder នៅលើ current directory please review folder on current directory ចឹងវានឹង list down នៅ folder ទាំងអស់ដែលមាននៅលើនេះមកហ្នឹងហើយចឹងវាត្រូវការ run នៅ command PowerShell ចឹងវាដំណើរការដូចជា AI ដែលយើងប្រើនៅលើ CLI ដូចគ្នាអ្នកដែលធ្លាប់ប្រើ Cloud ឬក៏ Open Code ច្បាស់ជាដឹងហើយក៏ចេះប្រើប្រាស់វាផងដែរចឹងនេះគឺជាវាកំពុងតែ run sorry វាមានបញ្ហាដោយសារតែ token ខ្ញុំប្រើ DeepSeek វា free ហើយ token វាតិចជាងអីដែលខ្ញុំសួរដូច្នេះហើយវាក៏ error ទៅតែអត់បញ្ហាទេខ្ញុំអាច run project នឹងសារថ្មីហ្នឹងហើយខ្ញុំអាច run project នឹងសារថ្មីហើយយើងអាចសួរវាមក please review
my portfolio នេះ portfolio ខ្ញុំឲ្យ AI បង្កើតឲ្យនេះនៅក្នុងនេះនៅក្នុង index.html នេះខ្ញុំឲ្យវាបង្កើតទៅវានិយាយទៅវាប្រាប់ពេលត្រឹមតែប្រហែលនាទីធ្វើចេញមកគឺស្អាតហ្មងនេះហើយវាខ្លាំងដែរវាអាចធ្វើការបានដូច AI ដែលយើងប្រើមានដូចជា Claude ដូចជា Open Code អីហ្នឹងហើយឥឡូវវាសួរថាតើយើងចង់វាធ្វើអីនៅកន្លែងណាយើងត្រូវប្រាប់វាច្បាស់អញ្ចឹងនេះខ្ញុំចង់ឲ្យវាទៅ update កន្លែងនេះទៅ maybe let me just want to update a little bit this one is good យើងគិតថាអត់មានចំណុចអីត្រូវ update ទេចឹងហើយខ្ញុំមកវា yep on the footer នេះនៅលើ footer check index.html file in current directory and update name on footer ចឹងវានឹងទៅ check code របស់យើងហើយវានឹងទៅ update ដោយសារតែកន្លែងនេះវាយកឈ្មោះរបស់អ្នកផ្សេងខ្ញុំដាក់វាមិនដាក់ឈ្មោះខ្ញុំទេហើយកន្លែងនេះដូចគ្នាដែរចឹងចាំខ្ញុំប្រាប់ឲ្យវាកែត្រូវដាក់ឈ្មោះខ្ញុំចឹងវាទៅយើងកែខ្លួនឯងក៏បានតែចង់ប្រាប់ឲ្យវាកែគ្រាន់តែចង់ឲ្យវាប្រាប់វាកែទៅវាងាយស្រួលក្នុងការធ្វើប៉ុន្តែបើសិនជាយើងទិញ AI ការងារតិចតួចប៉ុណ្ណឹងឯងមិនបាច់ឲ្យវាកែទេអញ្ចឹងទេអស់លុយយើងនេះអញ្ចឹងវាកែបានហើយកែមកដាក់ឈ្មោះខ្ញុំឥឡូវខ្ញុំចង់ឲ្យវាទៅកែនៅលើ now bar វិញម្ដងអញ្ចឹងplease change name on now bar also ចឹងវានឹងទៅកែឈ្មោះនៅលើ now bar វិញទៅបើខ្ញុំឲ្យវាសេកូដវិញមក website ប៉ុណ្ណឹងអីសរសេរតែ5នាទី3នាទីទៅ5នាទីបានស្អាត workflow វាជា agentic AI អញ្ចឹងបើសិនចុះវាអស់ context ដោយសារខ្ញុំប្រើវារៀងច្រើនអត់អីទេអញ្ចឹងខ្ញុំរានវាម្ដងទៀតហ្នឹងហើយខ្ញុំគ្រាន់តែធ្វើតេស្តបើសិនជាយើងមានលុយទិញពពុះ model វាខ្លាំងទៅយើងអាចប្រើបានព្រោះអានឹងយើងធ្វើម៉េចយើងអាច integrate software ចូលមកក្នុង software របស់យើងបាន concept វាមានដូចជា RAG ដូចជា machine learning តែ machine learning ដូចជាខ្ញុំអត់បានដាក់ចូលទេconcept RAG គឺជាចំណុចមួយដែលសំខាន់បំផុតនៅក្នុងការធ្វើយើងត្រូវយល់អំពី embedding MongoDB ជាដើមទៅហើយតើតោងជាមួយនឹងការ demo AI នោះគឺខ្ញុំគិតថាមានតែប៉ុណ្្នឹងឯងបើសិនជាអ្នកទាំងអស់គ្នាចង់បានជា source code អីអាចខ្ញុំ send ឲ្យនៅក្នុងGitHub របស់ខ្ញុំអរគុណច្រើន